ស្រីរតនិងស្រីណែតពួកគេជាមិត្តនឹងគ្នាតាំងពីតូចៗមកម្លេះធប់មកជាមួយគ្នារៀនសាលាជាមួយគ្នាក្រោយចាប់ថ្នាក់បាត់ឌុបពួកគេនឹងឡើងទៅបន្តការសិក្សានៅទីក្រុងភ្នំពេញស្រីរត់ហើយស្រីរន់រួចហើយនៅឯងឡានគេមកដល់ហើយចាំតែនៅលោកតកងឡានប្រហែលជាវាចិត្តរួចហើយរួចហើយអីក៏បន្តម្លេះអញនេះគ្នារវល់នៅកិតនឹងណែខ្លាចទៅដល់ភ្លេចរបស់នៅផ្ទះនេះរៀបចំតាំងពីយំនៅមិនទាន់អស់ទៀតបានទេខ្ញុំវិញរៀបចំតាំងពីល្ងាចមកម្លេះរៀបរួចហើយតែចិត្តនឹកក្រៃមិនភ្លេចនឹងណែនេះយើងទៅឆ្ងាយត្រូវទៅកាត់ឲ្យអត់តិចហើយព្រោះបើភ្លេចមិនងាយនឹងមកយកនោះទេហេតុតែគេណោះជាសាពូកាធ្វើអ្វីក៏មកចាត់ដែរណងអាយនៅធ្វើអីទៀតដៃវ៉ាន់ចូលឡានតែងនៅយូដាណាទៀតមិនធ្ងន់ទេអីអ្នកមិញជំរាបសួរចាក្មួយមើលថែគ្នាផងទៅណាក្មួយតែរៀននៅទីក្រុងមានតែគ្នាពីរនាក់បានក្មួយទៅជាមួយគ្នាបែបនេះមីងមិនសូវបារម្ភមិនអីទេមីងពួកខ្ញុំមើលថែគ្នាស្រាប់ទៅហើយតាំងពីក្មេងមកពួកខ្ញុំជាមិត្តនឹងគ្នាមករហូតខំរៀនណាកូនគ្រូសាយយើងមានតែកូនម្នាក់ទេសង្ឃឹមថាកូនម្នាក់នេះនឹងមិនធ្វើឲ្យពុកម៉ែពិបាកចិត្តហើយខំរៀនដើម្បីអនាគតព្រោះពុកម៉ែគ្មានអីចែកឲ្យកូននោះទេមានតែពេលទូមាននិងកម្លាំងចិត្តឲ្យកូនតែប៉ុណ្ណោះត្រឹមជាអ្នកផ្ដល់កំណត់ឲ្យកូនខ្ញុំសប្បាយចិត្តដែលបានកើតជាកូនពុកម៉ែតើយើងមិនមានធនធានដូចជាគេតែគ្រួសារយើងមានតែភាពកក់ក្ដៅកូនសន្យាថានឹងធ្វើឲ្យគ្រួសារមួយនេះមានជីវភាពល្អប្រសើរចាំកូនសន្យាពុកម៉ែសាពូកាដូចជាឯងនេះđangតែនាំសំណាងជួយគ្រូសាហាញ់រៀននៅស្រុងជាសាពូកាអ្នកណាក៏ស្គាល់ជាពិសេសគ្រូក៏ស្រឡាញ់ពេញចិត្តគ្រប់តែគ្នានឹងអ្នកមីងខ្ញុំជឿថាកូនស្រីរបស់អ្នកមីងម្នាក់នេះជាផ្កាយនាំសំណាងដល់គ្រូសារបស់អ្នកមីងហើយនឹងឯនេះសរសើរគ្នាពេកហើយក្មួយក៏ដូចគ្នាណាក្មួយណែនត្រូវខំសិក្សារៀនសូត្រព្រោះអ្នកក្រគ្មានត្រាប់ដូចជាពួកយើងនេះមានតែចំណេះប្រជាទេទើបអាចយត់យងជីវិតបានមើលថែគ្នាមានអីខុសលើគ្នាបន្តិចបន្តួចក៏ចេះអត់អន់នៅគ្នាទេព្រោះថាចានក្នុងរាវតែតែមានប៉ះទង្គិចគ្នាខ្លះជារឿងធម្មតាទេអ្នកមាននិយាយមកដូចមិនដឹងចិត្តខ្ញុំអញ្ចឹងខ្ញុំនឹងស្រីរន់រាប់អានគ្នាតាំងពីក្មេងមកទោះបីពេលខ្លះមានអន់ចិត្តនឹងគ្នាតិចតួចតែក៏មិនអាចគិតថានឹងបាត់បង់គ្នានោះដែរបានហើយនំគ្នាឡើងចុះកុំឲ្យគេរងចាំយូរណាស់ទៅបានហើយណាកូនចាចឹងខ្ញុំលីហើយណាពុកម៉ែចាសុខសប្បាយណាកូនថែខ្លួនផងមិនដែលបែកកូនបែបនេះដល់តែអញ្ចឹងដូចជាមិនទេកូនគេតែរៀនទៅរកចំណេះដើម្បីសាងអនាគតពុកវាតែមានអារម្មណ៍បែបនេះធ្វើអីចុះខ្ញុំមិនបានទៅហាមកូនឯណាខ្ញុំគ្រាន់តែនិយាយពីអារម្មណ៍តាមិននឹងម៉ែវានេះបានហើយរៀបចំខ្លួនទៅធ្វើច្បាប់បន្លែទេថ្ងៃនេះដាំកូនស្ពៃបង្ហើយព្រោះថាកូនក៏ធំហើយពុកវាធ្វើ3រោគទេខ្ញុំដាំតែម្ដងឲ្យហើយបដ ாய் រាល់ថ្ងៃនេះកុំតែបានមុខរបរដាំបន្លែបន្តិចបន្តួចនឹងហើយគ្រាន់នឹងបានលក់នោះបានលុយខ្លះសម្រាប់គ្រប់គ្រងជីវភាពគ្រួសារបើអត់ពីដំណាំបន្លែនឹងទេមិនដឹងថាពួកយើងទៅរកអីនោះទេយើងជាអ្នកស្រែអាចទៅរកអីទៅពុកវាមានតែធ្វើស្រែនឹងដាំបន្លែបកាចឹងហើយរាល់ថ្ងៃនេះខ្ញុំមិនតូចចិត្តអីនោះទេជីវិតបែបនេះក៏ក្តីសុខម្យ៉ាងទោះមិនមានបានហោហៀតែយើងបានរស់មកស្រួលសំខាន់កុំឲ្យតែឈឺទៅបានហើយបើឈឺគឺចប់ហើយក្រគ្មានលុយចឹងផងនោះបានហើយខ្ញុំទៅរៀបចំធ្វើរោងស្បៃសិនម៉ែវាក៏ទៅរៀបចំដាំបាយដាំស្លដែរតែមិនប្រហែលក៏ថ្ងៃដល់ម៉ោង3ឥឡូវហើយគេដឹងហើយការងារគេហត់យ៉ាងមិនដែរបន្ទប់ប៉ុណ្ណេះអាចនៅបានដែរទេហើយឯងនិយាយមើលតែខ្ញុំជាអ្នកក្រុងអញ្ចឹងបន្ទប់នេះស្អាតជាងបន្ទប់ខ្ញុំដេកនៅស្រុកទៅទៀតរឿងអីនៅមិនបាននោះហើយចាំមួយខែប្រហែលទៅថ្លៃបន្ទប់ជួលនោះថ្លៃបន្ទប់មួយខែ$50ថ្លៃទឹកថ្លៃភ្លើងផ្សេងទៀតតែជ្រើច្រើនស៊ីសងទៅលើយើងអ្នកប្រើទេសំរុំឲ្យ$50ចឹងយើងចេញម្នាក់ពេលកដាចាចាំមកនិយាយតិចតែរកដល់ផ្សារទីរបស់ទៅប្រើណងតែពេលនេះរៀបចំទុកដាក់សម្លៀកបំពាក់នឹងវិញទឹកសម្អាតខ្លួនសិនតែតារៀបចំបន្ទប់សិនស៊ីកាទៅណាទៀតហើយម៉ាតើមកជើងណាកស៊ូដែរគឺខ្ញុំចង់ដើរផ្សារតែសម្ភារៈសិក្សានឹងណាពីព្រោះថាចិត្តដល់ថ្ងៃចូលសាកលវិទ្យាល័យហើយច្បាស់ហើយមែនទីងថា
ទៅផ្សារទិញសម្ភារៈសិក្សានោះមិនកិច្ចនាំគ្នាទៅដើរលេងទៀតទេអីចាម៉ាក់នេះម៉ាក់ដល់បារម្ភទេដេញខ្ញុំធំហើយខ្ញុំដើរលេងជារឿងធម្មតារបស់យុវវ័យសម័យថ្មីនេះទេម៉ាក់ចង់ឲ្យខ្ញុំធ្វើជាកំមុំចូលម្លុំដូចចាស់ចំនួនម៉ាក់មែនទេមិនអញ្ចឹងនោះទេតែយ៉ាងណាក៏ដោយកុំហួសហេតុពេកយើងនៅក្មេងវ័យកំពុងតែរៀនសូន្យចុះបើបណ្ដោយខ្លួនឲ្យសប្បាយហួសហេតុពេកវានឹងនាំផលវិបាកមកឲ្យយើងវិញសម័យនេះត្រូវតែចេះត្រូវតែពូកែងទើបចូលក្នុងសង្គមប្រកួតប្រជែងបានចាអ្នកម៉ាក់កូនម៉ាក់ម្នាក់នេះមិនឲ្យម៉ាក់ខកចិត្តទេរៀនក៏មិនដែលបានលេខអនដែរនេះម៉ាក់មានអីស៊ូទៀតដែរទេខ្ញុំកំពុងតែបញ្ញាប់ផងហើយចុះទៅផ្សារនឹងមិនរកនាំគ្នាទៅជាមួយដែរផងទេកុំដាស់តែម្នាក់ឯងអញ្ចឹងអីណាកូនខ្ញុំទៅជាមួយវីតានតាមម៉ាក់អញ្ចឹងខ្ញុំទៅសិនហើយកុំឲ្យវាចាំយូរណែតាស្រង់មិនដែលបានឡើងមកទីក្រុងទេដល់ទៅពេលបានមកអញ្ចឹងគឺផ្លាច់ភ្នែកណាស់អញមកចាស់ផ្សារទំនើបស្អីក៏មានលក់ដែរនឹងស្អីក៏មានដែរអត់ទៅលើតែងតាណែចុះថាមកទិញរបស់ក្នុងផ្ទះបាយមែនទេមិនក៏នាំខ្ញុំមកកន្លែងនេះទៅវិញគឺខ្ញុំចង់តែកាបបមួយគ្រាន់តែយូរនឹងណាញ់មកក្រុងអញ្ចឹងក៏ចង់មានអីស្អាតស្អាតប្រើខ្លះអញដឹងទេដើរមកមិញឃើញគេស្រីស្រីកាន់កាបបស្អាតស្អាតហ្នឹងស្អីគេមកមិនតាន់ដឹងឯណែនេះផងចង់ហៅហៅតាមគេហើយមែនទេណែស្រីណែរបស់អនុថ្លៃថ្លៃណាស់កុំសបាយអស់ใจលុយពេកនោះដឹងឲ្យថាពុកម៉ែនៅស្រុកតម្រុំទៅរលុយឲ្យយើងបានថាគាត់ប្របាក់ប៉ុណ្ណានោះហើយគ្នាដឹងហើយគ្រាន់តែកាបបយូរមួយតាំងមិនប្រហែលទេគេថាស្រីស្អាតតើតែមានរបស់ជាប់ខ្លួនខ្លះតើចាំគ្នាទិញកាបបមួយហើយចាំទៅរកមើលចាំឆ្នាំម្ដងហើយឯងនេះពុកម៉ែផ្ដាំមកឲ្យថាអ្វីដែលមិនចាំបាច់កុំទិញមិនតាន់ដឹងអីផងចាយលុយច្រើនទៅហើយឯងកុំប្រាប់គាត់តែងសុំទិញតែមួយនេះទេណាំងឯងនេះបាត់ជានារីដែលពូកែត្បិតត្បិតសន្សំសំចៃមែននេះខ្ញុំគ្រាន់តែចង់ឲ្យឯងចេះគិតយ៉ាងនេះតែមិនក៏មកថាខ្ញុំត្បិតត្បិតបែបនេះអញគឺជាមនុស្សល្អបានហើយទៅតែងឆាប់ទៅរកតែងនឹងបានទៅទិញចានឆ្នាំម្ដងណែនឹងវីតាំងខ្ញុំខំក៏ហាក់ម៉ាក់ថាមកទិញសម្ភារៈសិក្សាហ្នឹងបើគាត់សួរអញត្រូវប្រាប់តាមអ្វីដែលខ្ញុំនិយាយហ្នឹងអូដឹងហើយមនុស្សដើរជាមួយគ្នាចិត្តមកជីវិតហើយនោះមិនដឹងចិត្តទៀតឬយ៉ាងម៉េចនេះយើងចិត្តដល់ថ្ងៃចូលរៀនហើយខ្ញុំដូចជាមិនស្រួលក្នុងចិត្តយ៉ាងម៉េចទេអញព្រួយចិត្តរឿងអីទេមនុស្សមានលុយចាយមិនអស់ដូចអញនេះចេះព្រួយចិត្តដែរគឺខ្លាចរៀនមិនចេះហ្នឹងអញក៏ដឹងថាការរៀនវិទ្យាល័យគឺយើងបានឯងនឹងហៅជួយនោះមិនថាពេលប្រឡងគឺអញអាចចម្លងរហូតតាមមកទល់ពេលនេះមកដល់សាកលវិទ្យាល័យវាមិនស្រួលអញ្ចឹងទេដឹងបើខ្លាចចឹងខំរៀនទៅរឿងបែបនេះពឹងគេមិនបានរហូតទេវើយខ្ញុំជួយឲ្យបានចេះតែជួយហើយតែបើជួយមិនបានក៏មិនដឹងធ្វើអ្មេចដែរបានហើយសម្រាប់ថាមកសានេះចង់ទិញអីទៀតហើយគឺចង់ទិញកាបូបថ្មីនឹងហើយឯងនេះមនុស្សមកដល់ហាងកាបូបទៅហើយចង់ឲ្យទិញស្អីវិញតែបើថាមកទិញកាបូបទេក៏ឆាប់ទិញទៅមកនេះគឺពិតជាតំណាងដែរតាំងសុំតើអ្នកនាងមកនេះខ្ញុំចាប់បានមុនខ្ញុំសុំឲ្យណាំងអត់ទេខ្ញុំចាប់បានមុននាងលែងតែងយ៉ាងម៉េចហ្នឹងមិនក៏មកដណ្ដើមរបស់ខ្ញុំមកក៏និយាយបែបនេះមកនេះខ្ញុំចាប់បានមុនអ្នកដែលដណ្ដើមខ្ញុំគឺអ្នកនាងនឹងហើយណាខ្ញុំថាឲ្យគេទេកាបូបមិនច្រើនទៀតកុំតែមានបញ្ហាជាមួយគេអីណាខ្ញុំមិនបានចង់មានរឿងជាមួយអ្នកណានោះទេតែអញក៏ដឹងថាខ្ញុំជាអ្នកឃើញមុនសុំតើអ្នកនាងមួយនេះខ្ញុំសុំហើយនាងរកមើលមកផ្សេងតែងណែមកក៏និយាយមិនស្ដាប់គ្នាបែបនេះរបស់ណាក៏ដោយបើខ្ញុំចង់បានទៅហើយនោះនាងគ្មានសិទ្ធិបញ្ជាខ្ញុំនោះទេសំខាន់ខ្ញុំឃើញមុនវីតាំងអញថាតើមិននរណាឃើញមុនតែងគេមែនហើយអញឃើញមុនខ្ញុំជាសាក់ស្អីបានហើយស្រីណាស់ឲ្យគេទេបើអញស្រឡាញ់មុននេះនៅមានទៀតទេសួរតែម្ចាស់ហាងគេទេសំទោសអ្នកទាំងអស់គ្នាមិញនេះជាប់ភ្ញៀវនៅខាងនោះតែមិនបានមកស្វាគមន៍តែចង់បានកាបូបមួយណាដែរខ្ញុំចង់បានមួយនេះជួយច្រកឲ្យខ្ញុំផងទេបងហេម៉ូតនឹងមានទៀតដែរទេចៃដន្យមិត្តខ្ញុំគេក៏ស្រឡាញ់ម៉ូតនេះដែរជួយយកឲ្យមួយទៀតដែរមក
អូសំទោសអូនចៃដន្យមុតនេះសោះតែមួយនឹងគាត់គឺអូនអាចមើលមុតផ្សេងបានទេបងមុតនេះខ្ញុំពេញចិនហើយខ្ញុំក៏បានឃើញមុននាងនេះដែរប៉ុន្តែនាងមិនដណ្ដើមខ្ញុំមិនបានទេណាកាបអបនេះត្រូវតែលក់ឲ្យខ្ញុំណាណែនាងប្រងអស់និយាយប្រមាណដងទៀតខ្ញុំថាហើយបើខ្ញុំចង់បាននាងក៏កុំសង្ឃឹមអេនេះបើតាមមើលសភាពដូចជាអ្នកមកពីស្រែងមានលុយទិញអត់នោះដឹងទេថាកាបអបនេះមានតម្លៃប្រមាណនោះខ្ញុំថាមើលទិញពួកនាងក៏មានជីវភាពមិនល្អប្រមាណដែរកុំសង្វាត់ប្រើកាបអបល្អថ្លៃអីវាមិនស៊ីនឹងជីវភាពរបស់ពួកនាងទេកាបអបមួយនេះអាចស្មើនឹងលុយដែលពួកនាងចាយ2ខែផងក៏មិនដឹងកុំអីហ្នឹងពេលឃើញអញ្ចឹងខ្ញុំពិតជាអាណិនខ្ញុំបានណាក៏ដែរក៏ជារឿងរបស់ខ្ញុំដែរប្រកាសដែលសំខាន់នោះរបស់ដែលខ្ញុំពេញចិត្តខ្ញុំក៏មានលទ្ធភាពទិញនេះមិនដែលដឹងថាកូនអ្នកក្រំដូចជានាងបើជាគ្មានការអប់រំទៅដើមមើងងាយគេបែបនេះខ្លួនឯងខុសហើយនៅតាំងខ្លួនត្រូវទាំងទៅតឹងទេកុំឆ្លោះប្រកែកគ្នាអីណាសម្រួលគ្នាទេនៅអ្នកខាងនោះខ្ញុំសុំទោសផងណាបើសិនជាអាចរកមើលមកថ្មីក៏បានខ្ញុំមានច្រើនទៀតអត់តែខ្ញុំចង់បានមួយនេះហើយអ្វីដែលសំខាន់នោះខ្ញុំជាអ្នកមកមុនតែនាងទីងដែលមកដណ្ដើមខ្ញុំនោះខ្ញុំជាអ្នកឃើញមុនអ្នកលុះសម្រេចមើលតែងថាគួរឲ្យអ្នកណាំងរវាងម៉ួយប្រចាំនិងអ្នកដែលមកពីស្រែងលុយតិចទិញតម្រុំសន្សំលុយទិញបានគូនៅខាងណាតែងខ្ញុំថាមនុស្សធន់ដូចជាពួកនាងតែរកមើលកាបូបដែលគេចាក់កូននៅក្រោមឆាត់នោះវិញតែងវាស័ក្តិសមនឹងនាងជាងអ្នកលក់យ៉ាងមកទៅហើយគេចឹងនៅនាងមកខាងនេះមកខ្ញុំខ្ចប់ឲ្យឆាឃើញដែរទេប៉ុណ្ណឹងក៏ដឹងហើយថារវាងមនុស្សដូចជាពួកនាងនិងខ្ញុំគេរើសយកមួយណាននោះដូចជាមុននេះអញ្ចឹងមកសភាពក៏ដឹងដែរថាជាពួកមកពីស្រុកស្រែងកុំសង្វាត់ប្រើរបស់ល្អអីຕົកលុយទិញបាច់កញ្ចប់ស៊ីតែងវាបានច្រើនខែដែរមិនក៏មិនចេះប្រមាថខ្លួនបែបនេះបានហើយណាស្រីណែតអញក៏ប្រតែរឿងប៉ុណ្ណឹងធ្វើរឿងធំអីណាយើងជាអ្នកក្រគេថាត្រូវហើយរបស់អស់នេះវាថ្លៃពេកហើយមិនសមនឹងពួកយើងនោះទេយើងមិនចាំបានប្រមាណទេតែយើងចង់ឈ្នះហើយក៏ឈឺចិត្តដែរនៅពេលដែលគេមើងងាយអញក៏អញ្ចឹងដែរនៅស្ងៀមឲ្យគេមើងងាយទៅកាន់យើងក្រក៏ប៉ិតមែនក៏ប៉ុន្តែយើងក៏មិនអាចទៅសុំបាយពួកវាស៊ីដែរហើយព្រោះខ្ញុំមិនចង់ឲ្យមានបញ្ហាហ្នឹងណានេះទៅតែមកដល់ផងមានរឿងចឹងទៅហើយទម្រាំនយោទៀតតែត្រូវជួបរឿងបែបណាវិញចាត្រូវហើយខ្ញុំនេះវាមិនស្លូតបោតរំតំដូចជាឯងនោះទេបើឯងនៅតែបែបនេះទៀតគេនឹងបន្តមើងងាយពួកយើងរហូតយើងមិនបានខុសយើងគ្រាន់តែចង់ឆោលភាពត្រឹមត្រូវរបស់យើងគឺពូតនាងទៅវិញទេដែលជាអ្នកខុសចង់ឈ្នះទាំងបំពេញនោះនេះឯងបន្ទោសខ្ញុំមែនទេបើចង់ឲ្យខ្ញុំសុំទោសផងព្រោះខ្ញុំមិនចង់ឲ្យមានរឿងមួយឆ្ងាយនឹងណាបានហើយកាបូបមានច្រើនរើមើលថ្មីទេមិនចាំបាច់ទេអារម្មណ៍ហើយបានហើយត្រឹកមើលតែចានឆ្នាំវិញទេហើយមិនគួរណាមកចាញ់យ៉ាងនោះសោះឃើញដែរទេនឹងវិតាំងមនុស្សដូចជាខ្ញុំហ្នឹងគ្មានថ្ងៃចាញ់នោះទេបើខ្ញុំចង់បានតែហើយគឺខ្ញុំត្រូវតែបានហើយឯងក៏ចឹងដែរណាមិនដឹងជាស្រឡាញ់អីណាទេមិនគេតែប៉ះសម្ដីជាមួយនាងនោះកាបូបក៏មានពេញទៅហើយតែដណ្ដើមគ្នាឲ្យខ្មាស់គេទៅកាន់គឺយើងចង់ឈ្នះវានឹងហ្នឹងវាជានរណាទេមើលក៏ដឹងថាមកពីស្រែដែរអញចង់ឲ្យយើងចាញ់វាឲ្យបាក់មុខមែនទេណែកុំប្រាប់ហ្នឹងថាអញចង់នៅខាងវាហើយអញឈួតទេមនុស្សមិនដែលស្គាល់ផងឲ្យទៅនៅខាងចឹងមិនដឹងយីនេះព្រមតែឯងតែមានរឿងហ្នឹងវាមិនល្អមែនទេហើយជាថាមកទិញសម្ភារៈសិក្សាមែនទេចាំបើទៅវិញគ្មានអីចាប់ដែរបែបនេះតិចមកអញជាទេចាំទៅវិញចាំចូលទិញមួយផ្លែទិញតែពេលនេះយើងរកស្អីស៊ីសិនទិញគឺដូចជាឃ្លានហើយតោះនេះឯងនៅខាងនឹងគ្នាដែលមិនចូលនិយាយអីទៀតមែនទេហើយស្រីណាតអញខ្លាចជាមនុស្សបែបនេះតាំងពីពេលណារឿងចប់ហើយឲ្យវាចាប់ចោលខ្ញុំមិនសប្បាយចិត្តទេណាដែលបែបនេះយើងបានខាងនឹងឯងទិញតែយើងខាងនឹងនាងម្នាក់នោះដែលមើងងាយយើងគិតថាអ្នកក្រមិនចេះឈឺចាប់ទៅឬយ៉ាងម៉េចដែលវាមកមើងងាយនោះឲ្យតែក្រងគឺត្រូវតែចាញ់ចឹងហ៎ហើយចុះកុំកាត់ច្រើនអីណាហើយអីហត់ទេនឹងអាចទៅបន្ទប់វិញនេះយើងចេញមកក៏យូរដែរហើយស្រីណាតនោះគឺជាពួកនាងដែលយើងជួបក្នុងហាងតែហើយមិនក៏ផែនដីនេះចង្អៀតម្លេះជាពួកនាងហ៎
នេះបើសិនជាមកលេបខែដាក់ខ្ញុំទៀតលើកនេះគ្មានទុកមកឲ្យទេมันឲ្យមកងាយស្រួលទៅណាវិញ យើងធ្វើមិនខែងទេធម្មតាបានហើយអេបងសុំមេនុយមួយមកណែទីនេះមានអីហូបឆ្ងាញ់ណាស់ខ្ញុំមកតែងតែរហូតនឹងមកកុយសិនមកអេនាងសេកានង ពូនឹងទៀនអើយមកកញ្ជុកតែមនុស្សមិនចង់ជួបអញ្ចឹងថ្ងៃនេះបាច់ជាសយណាស់អាចខាញ់ដែរទេពូនេះមានចេតនានិយាយឲ្យយើងលឺច្បាស់ណាស់គឺចង់បង្ករឿងមែន ណែហើយតាមទៅពួកនាងទេកុំធ្វើលើទេចាប់បាត់ទៅហើយ ហើយក្លិនស្រែក្លិនភក់ជ្រំកបីមិនទេវីតាឯងមានធំក្លិនដែរទេហ្នឹង ក៏ខ្លះដែរតែថាតែនេះក្នុងក្រុងតែមិនក៏មានក្លិនផុកកបីទៅវិញចម្លែកណាស់ មានអីចម្លែកទេគឺក្លិនជាប់មកតាមជាមួយមនុស្សមកពីស្រែនឹងហ្នឹងមិនដឹងថានៅទីនេះមានអ្នកណាមកពីស្រែដែរទេហ្នឹងបានជាក្លិនបែបនេះវីតាអញជួយមើលកាបូបមួយនេះស្អាតដែរទេអញនេះខ្ញុំទៅតែទិញមិញនេះដែរស្អាតដែរទេហ្នឹង គឺស្អាតហើយស្អាតសំជាមួយឯងទៀតគឺតែមនុស្សស្អាតធ្វើអីក៏សមកាន់អីក៏ឡើយនឹង ត្រូវហើយស្រីស្អាតហើយថែមទាំងជាអ្នកមានត្រូវតែមានរបស់ល្អប្រើអញ្ចឹងហើយមនុស្សសម័យឥឡូវពិបាកណាស់ខ្លួនអន់តែខំសម្ញែងឲ្យគេមើលមកថាលុយជាពិសេសនោះគឺពួកមកពីស្រុកស្រែងចង់ស្អាតណាស់តែមិនចេះមើលធនធានខ្លួនឯង ទៅបារម្ភណាស់ស្រីណាតគេចង់និយាយពីឈើយើងតែបើយើងធ្វើមិនឈើនោះផានការគេគ្មិនបានជោគជ័យដែរអត់ធ្មត់ទេ នេះខ្ញុំអត់ធ្មត់ហើយណាស់បើខ្ញុំមិនអត់ធន់នោះប្រហែលជាមានរឿងនៅក្នុងហាងនេះឡើយហើយពួកនាងនេះពិតជាចង់អង្គរឿងប្រកាសណាស់គិតថាយើងមិនមន់ចង់មើលងាយសັບក្រុមយ៉ាងពិតជាការសរសើរឯណាស្រីរ៉ាន់គេនិយាយឌឺដងបែបនេះហើយនៅមិនចេះខាងតបតទៀតអមែនហើយពីព្រោះអ្នកដែលមានរឿងជាមួយពួកនាងមិនមែនជាឯងមែនទេ ណាតមិនកាយនិយាយបែបនេះគឺខ្ញុំមិនចង់មានរឿងវិញឆ្ងាយទៅវិញទេអញក៏ដឹងថាសម័យនេះពេលមានរឿងអីនោះយើងជាអ្នកក្រទៅត្រូវក៏គេថាខុសជាពិសេសច្បាប់សម័យនេះកាន់យើងទៅអ្នកមានលុយទេសងំទេ នាងវីតាំងឯងមានលឺពួកនាងនិយាយដែរទេនិយាយខ្សៅឬក៏វាជេរពួកយើងទេដឹង ហើយអញស្ដាប់មិនលឺធ្វើមិនខ្ញុំស្ដាប់ព្រឺទេមិនហើយហើយអីស៊ីវិញទេកុំទៅចាប់អារម្មណ៍ជាមួយពួកនាងនោះបងឯងសុំមេនុយមួយមក មិនដឹងជាថ្ងៃអីទេមកជួបពួកមាត់ឆ្កាដល់តែ2ដងនេះថ្ងៃទី1មកដល់ដីទីក្រុងផងសោះអញ្ចឹងហើយនោះហើយចុះទៅថ្ងៃមុខមិនដឹងជាសើបែបណាខ្លះទេអាយហើយចុះអត់ចង្រៃណាស់ទេជិះម៉ូតូមិនបាត់ផ្នែកទេឬយ៉ាងម៉េចបេះនឹងបោះពួកយើងទៅហើយស្រីរ៉ាន់មានត្រូវត្រង់ណាដែរទេ អត់មែនទេហើយចៃនោះមិនត្រូវអត់ហ្នឹង មិនអីទេណាឯងនៃពួកយើងដល់លង្គានទៅហើយណាមកឆ្វែទៀនហាពួកនេះមិនដឹងជាបញ្ញាប់ទៅងាប់ឯណាទេដឹងយ៉ាងម៉េចណាស់ថ្ងៃនេះមកកសោយយ៉ាងនេះហា ចាំមែននេះបើគ្រោះថ្នាក់ទៅគិតយ៉ាងម៉េចទីក្រុងមកទេយើងរស់នៅកាត់ឬក៏អត់នេះបើមកមិនតាន់បានមួយថ្ងៃផងមិនរឿងមានបញ្ហាហើយនោះ ចាក់ខាងដែរឯងនេះស្មានតាចំណុចចិត្តប្រែទៀតហើយតែងបានហើយបានមិនអីក៏ល្អហើយបានចឹងតាអេ សុំតើអ្នកនាងមាញ់នេះមានត្រូវត្រង់ណាដែរទេគឺខ្ញុំមិនបានមើលបេននឹងគេអ្នកនាងទៅហើយ អូចាលោកពុកខ្ញុំមិនអីទេនៅលោកបបមកវិញធ្វើអីទេ អូគឺខ្ញុំស្មានថាអ្នកនាងមានដួលឬក៏របួសយ៉ាងណាបើថាយ៉ាងម៉េចចាំមកខ្ញុំនឹងបានជូនទៅមន្ទីរពេទ្យ ពួកខ្ញុំមិនអីទេមកបែបនេះក៏ល្អហើយចង់ប្រាប់ថាលើក្រោយហ្នឹងបើកឲ្យចេះមើលមនុស្សផងតាមផ្លូវសាធារណៈមានមនុស្សម្នាក់ដាច់វិញហ្នឹងមិនមែនជាផ្លូវសម្រាប់យើងតែម្នាក់ឯងទេណា បាទលេខក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះអញ្ចឹងបើថាមិនអីទេខ្ញុំសូមត្រឡប់ទៅវិញសិនហើយ តាមពិតមនុស្សក៏មានល្អអាក្រក់ដែរតែនៃចិត្តទុកថាគេជាមនុស្សល្អហើយដែលជាមិនសមទោសហើយចង់ជូនពួកយើងទៅពេទ្យនោះ មិនតន់ស្គាល់គេជាមនុស្សបែបណាផងហ្នឹងមកកថាគេជាមនុស្សល្អបែបនេះឯងនេះឃើញមិនមន់ពេលជាមួយមនុស្សប្រាស់ឡើងរួចរាយតែម្ដង ហើយអញជួយស្អីហ្នឹងហើយបានហើយឆាប់ទៅទេ ហើយនេះមិនទាន់មកដល់ទៀតណាត់ឯងតាំងពីម៉ោង 2 ឥឡូវម៉ោង 7 4 ទៅហើយនៅមិនទាន់អាចក្បាលមកទៀតលើតែតាចិត្តដល់តាំងពីម៉ោង 2 ហើយ
ចាំងមិនរអូអីហ្នឹងនឹកខ្ញុំលើមិញនេះអូមកដល់ហើយនេះចាំបីអាពេចណាត់ខ្ញុំតែពីម៉ោង2ឥឡូវម៉ោង7:04ហើយឯងទៅតែមកដល់ឲ្យខ្ញុំចាំនៅចិត្ត2ម៉ោងណែបើថាយឺតយ៉ាងអញ្ចឹងមិនក៏ឆាប់ឲ្យខ្ញុំមកម្លេះឲ្យខ្ញុំសុំតោគឺនៅផ្ទះរវល់នឹងណាម៉ាក់ប្រើតែរហូតទៅតែតំណេះទៅបានមករកឯងនោះយ៉ាងម៉េចចាំតែប៉ុណ្ណឹងសោះហើយទូរស័ព្ទក៏មានលេងរហូតដែរមានតែអត់សុកអីណាតែយើងនេះមិនចូលចិត្តចាំជូរទេវើលើកក្រោយបើណាត់ម៉ោង2ប្រហែលខ្ញុំត្រូវមកម៉ោង4ហើយបើឯងលេងតែម៉ាក់នេះនោះដឹងហើយលើកក្រោយឈប់ចិត្តហើយណាអាចឆៃលេងមិនណាខ្ញុំមាននឹងបកមនុស្សវើសំណាងហើយដែលមិនកើតអីនោះស្អីឯងទៀតដែរហើយថាมันខមមែនមនុស្សជិះម៉ូតូលឿនដូចឯងនោះណែមិនមែនស្លាប់វល់ល្ងាចទេណាប្រាប់ហើយប្រាប់ទៀតអារឿងជិះម៉ូតូហ្នឹងជិះកុំឲ្យលឿនពេកបើគ្រោះថ្នាក់តែឯងមិនថាទេកុំឲ្យតែប៉ះពាល់ដល់គេទៀតនោះហើយឯងនិយាយនេះបារម្ភពីគ្នាអត់នោះព្រោះតែបញ្ញាមកជប់ឯងនឹងហើយបានជាខ្ញុំជឿលឿននោះតែឯងដឹងទេថាស្រីម្នាក់នោះគឺពិតជាស្អាតណាស់ចរិតឯងតែប៉ុណ្ណឹងឃើញស្រីស្អាតបានហើយក៏មកបន្តថាមកពីឯងបញ្ញាមកជប់ខ្ញុំនោះគឺឯងតែបែបនេះតែរហូតហើយខំតិចបានទៅជប់ជំរាបឯងនិយាយស្ដីគ្មានសេរីសួស្ដីសោះហើយចាំមកដល់ហើយចាំការបណ្ដុំគ្នាទៅនោះនេះឯងប្រុងតាណាទេតើក្រែងនិយាយគ្នាឬហែងតាថានៅគ្នាទៅជាទុកលេងនៅមុខវាំងនោះជាម្ដងអស់តែ 5,000 រៀលទេបានសុបខ្យល់បរិសុទ្ធមកចាស់បានធូរចិត្តយើងដឹងថាទៅហើយតែនេះខ្ញុំមិនទាន់បានស៊ីអីទេណាចាំឯងឡើងមកល្ងាចហើយមិនហ៊ានហើយអីស៊ីដល់ទេចាំជុំឯងហ្នឹងហើយចាំទៅស៊ីអីនៅលើទូកឯនោះក៏បានដែរគេមានលក់អន្តាទៅបានហើយតោះម៉ូតូខ្ញុំទុកនៅត្រង់នោះ